ពូជាងបានលាក់ខ្លួនជាពួកគេហើយស្រីនោះបានបោកចិត្តមនុស្សជាច្រើនប៉ុន្តែនេះពុំមែនជាការដោះសារសម្រាប់កូនទេតើកូនពុំដឹងទេថាអំពើទាំងនេះគឺជាអំពើគួរខ្ពើមឆ្អើមនៅចំពោះព្រះនេតនៃព្រះអម្ចាស់លោកឪពុក Gloria Anton ពុកចង់និយាយនឹងកូនខ្លះដូចបងប្រុសរបស់កូនព្រោះកូនពុំបានយកចិត្តទុកដាក់ស្ដាប់តាមពាក្យសម្ដីរបស់ពុកដូចបងប្រុសរបស់កូនឡើយកូនបានអួតអាងពីកម្លាំងនិងប្រាជ្ញារបស់កូនលោកពុកខ្ញុំមិនទាន់អស់នៅឡើយទេកូនកូនបានធ្វើអ្វីដែលនាំឲ្យពុកព្រួយបារម្ភព្រោះកូនបានបោះបង់ចោលការបម្រើហើយបានទៅតាមស្រីខូចអ៊ីសាបែលពូជាងបានលាក់ខ្លួនជាពួកគេហើយស្រីនោះបានបោកចិត្តមនុស្សជាច្រើនប៉ុន្តែនេះពុំមែនជាការដោះសារសម្រាប់កូនទេតើកូនពុំដឹងទេថាអំពើទាំងនេះគឺជាអំពើគួរខ្ពើមឆ្អើមនៅចំពោះព្រះនេតនៃព្រះអម្ចាស់មែនហើយគឺគួរខ្ពើមឆ្អើមបំផុតជាងបាបទាំងអស់ក្រៅពីការខ្ចាយឈាមជន់ឥតទោសឬបដិសេធព្រះវិញ្ញាណបរិសុទ្ធប៉ុណ្ណោះពុកសូមអង្វរដល់ព្រះដើម្បីកុំឲ្យកូនមានទោសដ៏ធំបែបនេះពុកពុំគួរនិយាយច្រំដែរអំពីទោសរបស់កូនទេប្រសិនបើពុំមែនចង់ឲ្យកូនបានល្អនោះកូនពុំអាចលាក់បាំងទោសកំហុសរបស់កូនពីព្រះបានឡើយហើយលើកលែងតែកូនប្រែចិត្តបើពុំនោះសោតទេទោសទាំងនោះនឹងត្រូវឈរជាទីបន្ទាល់ទាស់នឹងកូននៅថ្ងៃចុងក្រោយបងអស់កូនប្រុសឪពុកប្រែចិត្តពីអំពើបាបរបស់កូនហើយកុំទៅតាមសេចក្តីសម្រើបរបស់កូនប៉ុន្តែកូនត្រូវជៀសវាងនៅអំពើទាំងនេះត្បិតលើកលែងតែកូនត្រូវធ្វើនៅរបៀបនេះកូននឹងពុំអាចគ្រប់គ្រងនគរព្រះទុកជាមរតកបានឡើយត្រូវប្រឹក្សាជាមួយបងប្រុសរបស់កូនត្បិតកូននៅក្នុងយុវវ័យហើយត្រូវការបីបាច់ពីបងប្រុសរបស់កូនកាលណាពួកសាសសូរ៉ាមគេឃើញចរិតរបស់កូននោះគេពុំជឿដល់ពាក្យសម្ដីរបស់ពុកទេចូលកូនបែរទៅរកព្រះអម្ចាស់អស់ពីចិត្តសមត្ថភាពនិងកម្លាំងហើយចូលកូនកុំដឹកនាំចិត្តជនណាទៀតឲ្យធ្វើអំពើទុច្ចរិតឡើយកូនត្រូវទទួលស្គាល់កំហុសរបស់កូននិងការខុសឆ្គងដែលកូនបានប្រព្រឹត្តមកឲ្យខ្ញុំសុំទោសផងពុកចង់និយាយនឹងកូនអំពីការយាងមកនៃព្រះគ្រីស្ទគឺព្រះអង្គពិតជានឹងយាងមកដើម្បីយកអំពើបាបទាំងឡាយនៃមនុស្សលោកចេញទ្រង់នឹងប្រកាសប្រាប់ដល់រាជរបស់ទ្រង់នៅដំណឹងល្អដល់រីករាយអំពីសេចក្តីសង្គ្រោះ